អ្នកដែលដើរតាមលោកអាកានីកាំងមិនមែនជាប្រពន្ធគាត់ទេដឹងកម្មវិធីធំបែបនេះមិនព្រមនាំប្រពន្ធដើមមកសោះនិយាយថាប្រពន្ធគាត់ថត់ខ្លាំងដល់ថ្នាក់មិនហ៊ានជួបគេនាំមកក្រែងលោកធ្វើឲ្យដៃគូសហការរត់បាត់អស់ទៅលោកកាំងគិតមុខមាត់ណាស់ប៉ុន្មានឆ្នាំនេះនាំចេញក្រៅរហូតគឺកញ្ញាលីននឹងឯងមើលទៅចិត្តបានឡើងតំណែងហើយតើមីងលីនល្អនឹងខ្ញុំណាស់ពួកឯងហាមនិយាយអាក្រក់ពីគាត់ធ្វើចឹងមិនត្រូវទេណាកញ្ញាលីនមិនបាននាងនៅទីនេះថ្ងៃនេះនាងមកចូលរួមទៀតហើយលោកអាំងក៏អញ្ចឹងដែរទុកប្រពន្ធចោលមិនខ្ចីហៅពេលណាក៏ឲ្យតែនាងមកកំណប់ភ្ញៀវលោកអាកានីយោវាងប្រពន្ធលោកកាំងគាត់គ្រាន់តែលោកកាំងចូលចិត្តអួតប្រាប់គេថាខ្លួនឯងជាមេក្រុមហ៊ុនធំតែតាមពិតទៅប្រពន្ធគ្មានកំណើតបញ្ចេញមុខមិនរួចទៅយកស្រីក្រៅមកកំដរឆាកជំនួសសោះគ្រួសារនីមួយសុទ្ធតែមានរឿងពិបាករៀងខ្លួនបើប្រពន្ធខ្ញុំមានរឿងបែបហ្នឹងវិញខ្ញុំក៏មិនហ៊ាននាំចេញក្រៅឲ្យខ្មាស់គេដែរហ្នឹងលោកចៅនិយាយត្រូវហើយនេះវាមិនត្រឹមតែមិនហ៊ានចេញមុខទេតាមខ្ញុំមើលទៅលោកស្រីផ្ទាល់ក៏គ្មានមកជួបគេដែរអ្នកណានិយាយថាខ្ញុំមិនហ៊ានមកហ្នឹងអ្នកណានិយាយថាខ្ញុំមិនហ៊ានមកនេះជាលោកស្រីយ៉ាងតើម៉ាក់មិនមែនគេថាប្រពន្ធលោកកាំងទាំងធាត់ទាំងអាក្រក់ទេអីមើលមុខនឹងរៀងគាត់ទៅស៊ីដាច់គ្រូពេទ្យលីនឆ្ងាយណាស់លោកយើងច្បាស់ជាខ្វាក់ភ្នែកហើយដឹងមានប្រពន្ធស្អាតយ៉ាងនេះនៅផ្ទះហើយបែរជាលួចមានស្រីខាងក្រៅទៀតនេះមិនអាចជាឈួយឡានដែលធាត់នោះទេប៉ុន្មានថ្ងៃមុននាងទម្ងន់100គីឡូឯណោះមិននឹងអាចស្រកលឿនយ៉ាងនេះត្រឹមតែប៉ុន្មានថ្ងៃនោះច្បាស់ជាមនុស្សខ្លាំងៗហើយលោកអាកានីយកលីលោកចៅចាំយូរហើយនាងខ្ញុំគឺឈួយឡានចាស់លោកស្រីជាប្រពន្ធលោកកាំងហីខុសពីពាក្យយ៉ាមអារ៉ាមឆ្ងាយណាស់តើចាស់ពោថាលីគេថាមិនស្មើនឹងបានឃើញផ្ទាល់ភ្នែកលោកស្រីពិតជាក្មេងហើយស្អាតមែនលោកកាំងពិតជាមានសំណាងណាស់ពេញមួយក្រុងពេជ្រឈឹងនេះអ្នកណាមិនដឹងថាប្រពន្ធលោកកាំងធាត់ដើមមិនចង់រួចនោះពួកលោកកុំចាញ់បោកនាងឲ្យសោះណាខ្ញុំមើលទៅលោកច្បាស់ជាខ្លាចប្រពន្ធដើមធ្វើឲ្យខ្មាស់គេទើបជួលទូសម្ដែងមកខ្លាញ់បន្លំហើយមើលទៅប្តីសម្លាញ់បងប្រាប់ពួកគាត់ទៅមើលថាអូនជាប្រពន្ធរបស់បងមែនអត់រូបរាងរបស់នាងគឺកាលពី10ឆ្នាំមុនហ្មងឡានត្រឡប់មកវិញហើយនេះហើយជាប្រពន្ធរបស់ខ្ញុំឈួយឡានតែទឹកមុខលោកអាកានីយកជាងអបាញ់មិញនេះហាក់ដូចជាមិនស្គាល់លោកអាកានីយកវាងលោកគិតថាជាងមួយឈីង10ដូចលោកមែនហ៊ានរកអ្នកខ្លែងបន្លំធ្វើជាប្រពន្ធក្នុងកម្មវិធីធំបែបនេះហ่าសោះតែខ្ញុំឮថាអ្នកស្រីជាងមួយរយៈមុននៅធាត់អាក្រក់នៅឡើយតើចុះមិនសុកស្រាប់តែស្គមហើយស្អាតចឹងនិយាយមិនចេញទេដឹងនាងឯងជាអ្នកខ្លែងបន្លំតើពិតជាត្រូវអរគុណប្តីសម្លាញ់របស់ខ្ញុំនឹងការជួយគាំទ្រផ្លូវចិត្តពីកញ្ញាលីនវ៉ាន់អ៊ឺដែលជាគ្រូពេទ្យប្រចាំគ្រួសារណាស់ខ្ញុំសម្រុកទម្ងន់ជោគជ័យពេកអ្នកទាំងអស់គ្នាសង្ស័យក៏ជារឿងធម្មតាដែរនេះជារូបថតរៀបការរបស់ខ្ញុំនឹងជាងមួយឈីងអាចបញ្ជាក់ពីអត្តសញ្ញាណខ្ញុំបាននៅបើខ្លែងបន្លំមែនខ្ញុំស៊ីតនេះហ្មងអ្នកស្រីជាងអូទេកញ្ញាជួយខ្ញុំពិតជាកោតសរសើរការតាំងចិត្តសម្រុកទម្ងន់របស់អ្នកណាស់មកធ្វើការកន្លែងខ្ញុំមកចង់បានតំណែងកញ្ញាជួយលោកនាយកលីឲ្យលក្ខខណ្ឌអីខ្ញុំឲ្យគុណទាំងពីរមនុស្សពូកែដូចអ្នកនាងទុកចោលនៅផ្ទះធ្វើស្ត្រីមេផ្ទះពិតជាខ្ជិះខ្ជីពេកហើយអរគុណលោកទាំងពីរដែលលើកដំកើងតែខ្ញុំគិតចង់បើកអាជីវកម្មខ្លួនឯងដល់ពេលនោះសូមជួយគាំទ្រផងណាមានមហិច្ឆតាខ្ញុំចូលចិត្តរងចាំជានិច្ចណាលោកអាកានីយកវាងលើកនេះខាត់បងធំហើយធ្វើឲ្យខ្លួនឯងបាក់មុខមិនអស់លោកនាយកលីនិងលោកនាយកចៅពេញចិត្តអ្នកស្រីជាងដល់ថ្នាក់នឹងច្បាស់ជាជ្រើសរើសសហការជាមួយលោកជាងហើយគឺជាវាមកពីវានឹងហើយដែលបោកខ្ញុំថាអ្នកស្រីជាងជាមនុស្សធាត់អាក្រក់នឹងគ្មានបានការខ្ញុំត្រូវវាបោកប្រើទេតើលោកអាកានីយកខ្ញុំអត់បានធ្វើទេគាត់ចោទប្រកាន់ទាំងបំពេញហ្មងខ្ញុំតែងតែមើលថែបងស្រីជួយអស់ពីចិត្តពីថ្លើមតើអាចទៅនិយាយតាមគាត់មិននឹងកើតនាងជាមនុស្សបែបណាបងដឹងច្បាស់ណាស់កុំយំអីបងជឿនាងគ្រូពេទ្យលីនយំសំណាស់ទេពកសសម្ដែងប៉ុណ្ណឹងធ្វើជាគ្រូពេទ្យសោកស្ដាយណាស់ឡានអូនឯងមិនឃើញវ៉ាន់អ៊ឺកំពុងយំទេនិយាយទៀតអីអំបញ្ញមិញពេលខ្ញុំត្រូវគេសង្ស័យមិនឃើញបងខ្វល់ខ្វាយអីផងដល់ពេលលីនវ៉ាន់អ៊ឺយំតែបន្តិចបងក៏ឈឺឆ្អាលចេញមុខមកបន្ទោសខ្ញុំអាកប្បកិរិយារបស់លោកបែបនេះមិនចម្លែកទេដែលអ្នកផ្សេងសង្ស័យថាជួយឡានទើបជាប្រពន្ធនោះអូនឯងចង់ឲ្យបងខ្មាស់គេមែនទេនេះមកពីលោកធ្វើខ្លួនឯងទេ
គ្រូសារណាក៏មានរឿងស្មុគស្មាញដែរកញ្ញាជួយអ្នកនាងទទួលរងភាពយុត្តិធម៌ហើយមិនដល់ថ្នាក់នឹងទេខ្ញុំគួរតែអរគុណពួកគេទៅបានឃើញប្តីខ្លួនឯងលួចតាក់ទងជាមួយជនទី3រាល់ថ្ងៃទេខ្ញុំក៏ប្រហែលគ្មានកម្លាំងចិត្តសម្រាប់ទម្ងន់បានដែរបងស្រីជួយមិនក៏បងហ៊ានចាប់ប្រកាន់ប្តីបងលបជំងឺទៀតហើយមែនទេមិនដែរខ្លាចខ្ញុំទម្លាយការពិតពីចរិតពុតបុត្ររបស់ពួកឯងទើបប្រញាប់ទម្លាក់កំហុសថាខ្ញុំជាមនុស្សឈួតមែនទេគ្រប់គ្រាន់ហើយជួយឡានកុំលោឡាទៀតអីវ៉ាន់ល្អចំពោះអូនកម្រិតណាអូនឯងដឹងច្បាស់ក្នុងចិត្តហើយតើខ្ញុំពិតជាដឹងច្បាស់ណាស់ខ្ញុំពិតជាដឹងច្បាស់មែននាងល្អចំពោះខ្ញុំខ្លាំងណាស់ល្អរហូតធ្វើឲ្យខ្ញុំធាត់ដល់100គីឡូល្អរហូតធ្វើឲ្យកូនប្រុសខ្ញុំគិតថានាងទើបជាម្ដាយបង្កើតរបស់វាបងស្រីជួយខ្ញុំស្នាក់នៅផ្ទះគ្រួសារជាងគឺគ្រាន់តែដើម្បីងាយស្រួលមើលថែបងប៉ុណ្ណោះលីនវ៉ាន់គ្មានគ្រូពេទ្យឯណាមកស្នាក់នៅផ្ទះអ្នកជំងឺចឹងទេនាងមកព្យាបាលជំងឺឬមកដណ្ដើមតំណែងខ្ញុំនាងដឹងច្បាស់ក្នុងចិត្តហើយបងស្រីជួយបងទៅតែជាពីជំងឺក៏មកទម្លាក់កំហុសលើអ្នកមានគុណមកបើខ្ញុំមានគំនិតបែបនេះមែនមិនចាំបាច់រងចាំដល់ថ្ងៃនេះទេឈប់និយាយទៅជួយឡានអូនអាចជាសេះស្បើយបានគឺពឹងលើវ៉ាន់ទាំងអស់តែអូនបែរជាមកមួបង្កាច់នាងទៅវិញកុំធ្វើខ្លួនហួសហេតុពេកជាងមួយឈៀងខ្ញុំសុំសួរលោកមួយម៉ាត់រាល់ទង្វើដែលលីនវ៉ាន់ធ្វើមកលើខ្ញុំតើលោកដឹងរឿងនេះយត់លោកអគ្គនាយកជាងមើលចុះខ្ញុំខំយកចិត្តទុកដាក់នឹងគាត់អត់ធ្មត់គ្រប់សពតែគាត់បែរជាមកវីបកដាក់ខ្ញុំទៅវិញគឺពេលនេះហើយលោកអគ្គនាយកជាងហេតុអីបានជាបងស្រីជួយធ្វើដាក់ខ្ញុំបែបនេះជួយឡានអូនឯងមករករឿងក្នុងកម្មវិធីជប់លៀងរបស់បងអស់ហើយនៅមិនអស់ចិត្តថែមទាំងហ៊ានប្រើហិង្សាទៀតអីសោះជាងមួយឈៀងឆ្លើយសំណួរខ្ញុំភ្លាមបងពិតជាដឹងរាល់ជំហាននៃការព្យាបាលរបស់វ៉ាន់សុទ្ធតែបានរីកាប្រាប់បងទាំងអស់គឺវាគ្មានបញ្ហាអ្វីតតែសោះលោកល្អណាស់ចាំសម្ដីលោកនៅថ្ងៃនេះឲ្យច្បាស់ធ្វើបាបប្រពន្ធខ្លួនឯងទៅកាន់ជើងអ្នកក្រៅអតិចរិតបែបនេះលោកអគ្គនាយកទាំងអស់មិនគួរចូលរួមសហការជាមួយទេថ្ងៃនេះហ៊ានធ្វើដាក់ប្រពន្ធខ្លួនឯងបែបនេះថ្ងៃមុខច្បាស់ជាអាចធ្វើដាក់ពួកយើងដូចគ្នាកញ្ញាជួយថ្ងៃនេះខ្ញុំពិតជាមានភ្នែកតែគ្មានប្រស្រ័យមែនខាងខ្ញុំមានគម្រោងសន្និសីទមួយបើអ្នកនាងមិនស្អប់ខ្ពើមទេពួកយើងអាចជែកគ្នាបានកញ្ញាជួយអ្នកនាងមកធ្វើការឲ្យខ្ញុំមកប្រាក់ខែខ្ញុំទ្វេដងភាគហ៊ុនក៏ឲ្យដូចគ្នាខ្ញុំនឹងឲ្យលេខារៀបចំកុងត្រាឲ្យអ្នកនាងឥឡូវនេះមកលោកស្រីជួយចង់បើកអាជីវកម្មមែនទេគម្រោងរៀបចំសន្និសីទពាក់កណ្ដាលឆ្នាំក្រោយរបស់ខ្ញុំមិនបាច់ដេញថ្លៃទេខ្ញុំប្រគល់ឲ្យអ្នកនាងផ្ទាល់មកលោកអគ្គនាយកជាងកិច្ចសន្យាហការពួកយើងលុបចោលហើយខ្ញុំមិនធ្វើចំនួនជាមួយមនុស្សដែលមានអំណាចស៊ីញ៉េដែរនេះទេដកទុនវិញមិនបានទេអ្នកទាំងអស់គ្នាមិនអាចទៅណាបានទេមិនអាចឲ្យពួកគេទៅបានទេជាងមកឈីងដើម្បីកិច្ចសហការមួយនេះគាត់បានដាក់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ហើយបើបរាជ័យគឺចប់ហើយខ្ញុំខំសម្ដែងជាប្រពន្ធនឹងម្ដាយដ៏ល្អអស់10ឆ្នាំមកហើយមិនអាចឲ្យជួយឡានបំផ្លាញបានទេបងជួយរាល់កំហុសទាំងអស់គឺជាកំហុសខ្ញុំតែលោកប្រធានជាងនិងស៊ីវលីនមិនដឹងអីទេសូមកុំព្រោះតែស្អប់ខ្ញុំហើយទៅបំផ្លាញអនាគតរបស់ពួកគេអីខ្ញុំសូមអង្វរជួយឡានភាពអាម៉ាស់ដែលខ្ញុំទទួលថ្ងៃនេះខ្ញុំនឹងឲ្យនាងសងរាប់រយដងវិញប្រពន្ធរបស់ខ្ញុំមកលោឡាក្នុងពិធីខួបក្រុមហ៊ុនថែមទាំងចង់បំផ្លាញអាជីពខ្ញុំទៀតចំណែកវ៉ាន់នាងមិនបានធ្វើអ្វីខុសសោះតែបែរជាត្រូវមកលុតជង្គង់អង្វរគេជំនួសខ្ញុំនិងស៊ីវលីនទៅវិញវ៉ាន់ក្រោកឡើងអូនមិនបាច់ទៅអង្វរនាងទេលោកប្រធានកុំខ្វល់ពីខ្ញុំអីឲ្យតែនាងបាត់ខឹងឲ្យខ្ញុំលុតជង្គង់យូរប៉ុណ្ណាក៏បានដែរគ្រប់គ្រាន់ហើយអូនរងទុកច្រើនពេកហើយជួយឡាននាងពេញចិត្តហើយនៅបងជួយក្រុមហ៊ុនជាងផ្គុំផ្កើងទៅថ្ងៃក្រោយការសិក្សារបស់ស៊ីវលីនមានការធានាឬមួយបងចង់ឃើញក្រុមហ៊ុនត្រូវខ្សែធនហើយឲ្យស៊ីវលីនរងទុកដែរមែនទេជួយឡានថ្ងៃនេះនាងឈ្នះហើយមនុស្សគ្រប់គ្នាសុទ្ធតែសរសើរនាងនៅមិនទាន់គ្រប់គ្រាន់ទៀតហ៎បើក្រុមហ៊ុនដួលរលំនាងបានសុខដែរកុំធ្វើរឿងឲ្យហួសហេតុពេកវិជ្ជាបណ្ឌិតលីងនាងកំពុងតែគំរាមខ្ញុំហ៎ជួយឡាននាងលោឡាគ្រប់គ្រាន់នៅកិច្ចសហការក៏លីវ៉ាន់ក៏លុតជង្គង់ហើយតើនាងចង់ឲ្យខ្ញុំលុតជង្គង់ឲ្យនាងម្នាក់មែនទេថ្ងៃនេះនាងធ្វើរឿងទាំងអស់នេះមិនមែនដើម្បីសងសឹកខ្ញុំទេអីនាងពេញចិត្តហើយនៅចង់បានអីទៀតចង់ឲ្យពួកយើងទាំងពីរនាក់ដែលមិនធ្លាប់ធ្វើខុសចំពោះនាងមកលុតជង្គង់សុំទោសមុខនាងឲ្យស្លាប់មែនទេប៉ាហាំវីម៉ាក់អរគុណកូនស៊ីវលីនម៉ាក់មិនអីទេជាងម៉ូឈីងលោកនិយាយត្រូវហើយខ្ញុំគឺមកដើម្បីសងសឹកលោកនឹងឯងខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាថាខ្ញុំជួយឡានមិនមែនជាមនុស្សស្រីថតឈួតឡប់ដែលមិនហ៊ានចេញមុខនោះទេរឿងស្មោកគ្រោករបស់លោកនឹងលីនវ៉ាន់ខ្ញុំមិនចង់និយាយទៀតទេកាលពី10ឆ្នាំមុនលោកថាលោកមិនស័ក្តិសមនឹងខ្ញុំពេលនេះខ្ញុំសូមប្រកល់ពាក្យនេះទៅលោកវិញជាងម៉ូឈីងលោកទើបជាអ្នកមិនស័ក្តិសមនឹងខ្ញុំគ្រប់គ្នាថ្ងៃនេះឲ្យគ្រប់គ្នាមើលរឿងកំ pl ែងហើយតែបើបានមើលហើយមើលឲ្យចប់តែម្ដងទៅខ្ញុំចង់លេងលេះជាមួយជាងម៉ូឈីងឡានអូននិយាយអីលេងណាដើម្បីកូនបងទ្រាំនឹងអូន10ឆ្នាំមកហើយមិនដែរនិយាយពាក្យលេងលេះឥឡូវអូននឹកឃើញចង់លេងក៏លេងឡានបងដឹងថាអូនខឹងបងអូនវីបងជារថ្មេះបងក៏បានតែរឿងលេងលេះគឺមិនបានទេមួយជីវិតនេះអូនត្រូវតែជាប្រពន្ធបងម្នាក់គត់
ខ្ញុំយំក៏យំហើយលុតជង្គង់ក៏លុតហើយឯកិច្ចសហការក៏រលីចុងក្រោយគេនៅតែខ្វល់ពីនាងនឹងចុះខ្ញុំខាត់ពេលអស់ប៉ុន្មានឆ្នាំទេនឹងលោកប្រធានកុំអញ្ចឹងអីបើបងជួយហ៊ានសុំលេងលេះនៅមុខគេឯងបញ្ជាក់ថានាងសម្រាប់ចិត្តច្បាស់ហើយលោកអង្វរក៏គ្មានប្រយោជន៍ដែរម្យ៉ាងទៀតកិច្ចសហការរបស់អគ្គនាយកលីនឹងចៅត្រូវផ្អាកសិនហើយបងជួយបែរជាមករករឿងចំពេលនេះទៀតតម្លៃភាគហ៊ុននឹងធ្លាក់ចុះដល់កម្រិតណាតើលោកធ្លាប់គិតទេលោកប្រធានគោលបំណងរបស់នាងគឺចង់ទាត់លោកចោលនៅមុខគេឯងបើលោកនៅតែបន្ទាបខ្លួនទៀតមានតែត្រូវគេសាយចំអកប៉ុណ្ណោះជួយឡានខ្ញុំសួរនាងមួយម៉ាត់ចុះថ្ងៃនេះនាងមកទីនេះគឺដើម្បីសងសឹកខ្ញុំឬក៏ពិតជាចង់លេងណាវាមានអីខុសគ្នាទៅមានតែសម្រាប់ខ្ញុំគឺគ្មានទេល្អខ្ញុំយល់ហើយវ៉ាន់អូននាំស៊ីវលីនចេញទៅក្រៅសិនទៅខ្ញុំមិនទៅទេម៉ាក់លេងត្រូវការខ្ញុំនឹងប៉ាហើយមែនទេស៊ីវលីនម៉ាក់នៅជាមួយប៉ាមិនសប្បាយចិត្តទេទើបម៉ាក់ត្រូវដើរចេញកូនទៅជាមួយម៉ាក់បានទេម៉ាក់កុហកពេលណាក៏ម៉ាក់និយាយមិនដែលធ្វើតាមពាក្យសន្យាដែរម៉ាក់ថានាំកូនទៅលេងសួនកំសាន្តនឹងមកទទួលកូនចេញពីរៀនហើយថែមទាំងប្រាប់ថាគ្រួសារយើងនឹងល្អប្រសើរឡើងវិញសុទ្ធតែកុហកទាំងអស់ម៉ាក់មិនដែលខ្វល់ពីកូនសោះកូនមិនទៅជាមួយម៉ាក់ទេបងជួយកុំបន្ទោសស៊ីវលីនអីប៉ុន្មានឆ្នាំមកនេះបងយកចិត្តទុកដាក់នឹងគេតិចតួចពេកហើយជួយឡាននាងគ្រាន់តែជាស្ត្រីមេផ្ទះដែលមិនបានធ្វើការ10ឆ្នាំបើលេងខ្ញុំហើយតើនាងមានអីចិញ្ចឹមក្រពះនៅចង់យកកូនទៅជាមួយជាសំបីតែលុយឲ្យកូនរៀនគួរក៏នាងគ្មានលទ្ធភាពចេញដែរអគ្គនាយកលីនឹងចៅគ្រាន់តែនិយាយគួរឲ្យសំរុំបន្តិចនាងយកជាការពិតមែនហ៎ថ្ងៃនេះនាងមករករឿងក្នុងពិធីថ្នាក់នេះខ្ញុំអាចមិនប្រកាន់បានពាក្យថាលេងលេះខ្ញុំក៏ចាត់ទុកថាមិនបានឬដែរទៅផ្ទះជាមួយខ្ញុំវិញយើងបញ្ចប់រឿងត្រឹមហ្នឹងជាមកឈីងលោកភ្លេចហើយមែនទេថាអ្វីដែលលោកមានថ្ងៃនេះគឺពាក់កណ្ដាលបានមកពីការលះបង់របស់ខ្ញុំ